ដើម្បីធានាថាសិស្សទាំងអស់អាចធ្វើតាមការណែនាំគ្រូអាចទាញចំណាប់អារម្មណ៍សិស្សមុនពេលចាប់ផ្ដើមផ្ដល់ការណែនាំយឺតនិងច្បាស់បើសិនជាមានសិស្សមិនធ្វើតាមឬមិនចាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូដកដង្ហើមមកបានវែងមុនចាប់ផ្ដើមសារជាថ្មីចំណុចមួយទៀតលោកគ្រូអ្នកគ្រូត្រូវតែញញឹមនិងនិយាយពាក្យល្អបែបស្និទ្ធស្នាលនិងលើកទឹកចិត្តសិស្សមិនត្រូវចាប់កំហុសសិស្សឬសើចចំអកសិស្សឡើយបើសិស្សនៅនិយាយកាត់និងរំខានលោកគ្រូអ្នកគ្រូសូមលោកគ្រូអ្នកគ្រូនៅឲ្យស្ងៀមរហូតទាល់តែសិស្សចាប់អារម្មណ៍ពីគ្រូវិញផ្ដល់ការសរសើរដល់សិស្សដែលស្ដាប់និងចូលរួមពេលគ្រូនិយាយធានាថាសិស្សមើលឃើញមុខនិងមាត់របស់គ្រូប្រើវិធីរៀនចម្រុះនៅពេលផ្ដល់ការណែនាំដូចជាការប្រើវត្ថុពិតកាយវិការឬការណែនាំដោយសរសេរអក្សរធំនៅលើក្រដាសគ្រូដើរមើលនិងជួយសិស្សនៅពេលសិស្សធ្វើកិច្ចការផ្អាកសកម្មភាពហើយជួយសិស្សដែលជួបការលំបាកគ្រូផ្ដល់ពេលបន្ថែមដល់សិស្សដើម្បីឲ្យពួកគេធ្វើកិច្ចការបានចប់សពគ្រប់គ្រូត្រូវប្រកាន់ឥរិយាបថល្អចំពោះសិស្សគ្រប់គ្នារួមទាំងសិស្សជួបការលំបាកផងដែរដូច្នេះការអប់រំបរិយាបន្នគឺជាការអប់រំសម្រាប់កុមារទាំងអស់គ្នារួមទាំងកុមារដែលមានពិការភាពផងដែរសម្រាប់សិស្សខ្លះគ្រាន់តែគ្រូប្រើពាក្យលើកទឹកចិត្តនិងមានឥរិយាបថល្អក៏អាចធ្វើឲ្យសិស្សមានការផ្លាស់ប្ដូរបានដែរគ្រូអាចជួយសិស្សដោយផ្ដល់ការណែនាំយឺតច្បាស់ហើយធានាថាសិស្សយល់និងធ្វើតាមបាន